ជំនួបបច្ចុប្បន្នភាពនិងវឌ្ឍនភាពដៃគូពាណិជ្ជកម្មរវាងពាណិជ្ជករប្រទេសឥណ្ឌូនេស៊ីនិងពាណិជ្ជករនៃសមាគមសហគ្រាសធុនតូចនិងមធ្យមខេត្តព្រះសីហនុលោកអុកញ៉ាវ៉ាន់សុកហេងប្រធានសមាគមសហគ្រាសធុនតូចនិងមធ្យមខេត្តព្រះសីហនុព្រមទាំងក្រុមប្រឹក្សាភិបាលនិងសមាជិកសមាជិកាដោយក្នុងនោះក៏មានការចូលរួមពីលោកវេជ្ជបណ្ឌិតលីកំហួរប្រធានមន្ទីរពហុព្យាបាលសេទីបានអញ្ជើញចូលរួមក្នុងជំនួបបច្ចុប្បន្នភាពនិងវឌ្ឍនភាពដៃគូពាណិជ្ជកម្មរវាងពាណិជ្ជករប្រទេសឥណ្ឌូនេស៊ីនិងពាណិជ្ជករសមាគមសហគ្រាសធុនតូចនិងមធ្យមខេត្តព្រះសីហនុក្រុមការអញ្ជើញជាគណៈអធិបតីពីអាដាមបណ្ឌិតសាន់តូដាម៉ូស៊ូម៉ាតូឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជាពិធីនេះបានរៀបចំធ្វើឡើងនៅសន្តាគារ Novotel Sihanoukville Holiday Resort នាព្រឹកថ្ងៃអង្គារទី25ខែវិច្ឆិកាឆ្នាំ2025ក្នុងអង្គជំនួបពាណិជ្ជកម្មនេះមានគោលបំណងធ្វើបច្ចុប្បន្នភាពនិងវឌ្ឍនភាពពាណិជ្ជកម្មក្នុងដំណើរទស្សនកិច្ចនៃពិព័រណ៍ពាណិជ្ជកម្មឥណ្ឌូនេស៊ីឆ្នាំ2025កាលពីថ្ងៃទី14ដល់ថ្ងៃទី18ខែតុលាឆ្នាំ2025ទទួលបានលទ្ធផលវិជ្ជមាននិងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មរវាងប្រទេសឥណ្ឌូនេស៊ីនិងកម្ពុជាបន្ទាប់ពីដំណើរទស្សនកិច្ចហើយក៏មានជំនួបការសន្ទនាជាមួយអ្នកចូលរួមទាំងអស់ដែលមានសារៈសំខាន់ក្នុងការឈានទៅរកគោលដៅនិងប្រមូលធាតុចូលសម្រាប់ការកែលម្អនាពេលអនាគតជាពិសេសក្នុងគោលបំណងរៀបចំអង្គវេទិកាពាណិជ្ជកម្មកម្ពុជាឥណ្ឌូនេស៊ីក្នុងឆ្នាំ2026នៅលើទឹកដីតំបន់ឆ្នេរដ៏ស្រស់បំព្រងនៃខេត្តព្រះសីហនុ